ជំរាបសួរថ្ងៃនេះណែនាំអ្នកទាំងអស់គ្នាទៅកាន់កន្លែងថ្មីមួយទៀតដែលទីតាំងថ្មីដែលខ្ញុំនាំទៅថ្ងៃនេះគឺនៅជិតផ្លូវជាតិលេខ 6A យើងនេះទេចេញពីព្រះអង្គជ័យព្រះអង្គចំជិះមកស្ទុះមកអត់ទាន់ដល់សាទំនើបអង្គរទេឃើញក្រាំងក្រាស់សាំងតេឡាយើងណាបត់នៅខាងស្ដាំដៃហ្នឹងមកគឺដល់ហើយតោះឥឡូវយើងចូលទៅមើលការរៀបចំហាងរបស់គាត់ទាំងអស់គ្នាណាបងប្អូនការរៀបចំហាងរបស់គាត់ជារបៀបបុរាណណាឥឡូវយើងដើរកាន់តែជិតហើយយើងទៅមើល logo គេណូផ្លាកហាងរបស់គាត់ណាមានមើលឃើញអត់មែនតិចទៀតឥឡូវកុំតន់ដឹងឈ្មោះមើលការរៀបចំហាងរបស់គាត់សិនមិនដែរភាគច្រើនគឺមានការតុបតែងជាវត្ថុបុរាណច្រើនហើយសម្បីតែការតាំងបង្ហាញរូបអ្នកជំនាញក៏អ្នកជំនាញយើងពីដើមមកលោកសិនស៊ីសមុទ្ររស់រៃស្ធីអីអញ្ចឹងណាហើយនេះការរៀបចំហាងលើឆាករបស់គាត់ណានេះឆាកហើយនេះគឺយើងមើលពីលើទៅឃើញសភាពគឺវាថាទលាយស្អាតស្រឡះហ្មងតោះឥឡូវមើលឈ្មោះហាងទាំងអស់គ្នាតាននេះ The Black Forest ស្អាតអត់ការរៀបចំរបស់គាត់គឺបុរាណតែម្ដងហើយបើសិនជាចំពោះខ្ញុំឯណាខ្ញុំគិតថាពេលយើងមកបានគេស្លៀករ៉ូបឬក៏ស្លៀកគេកៅអៅដែលប៉ោងរបៀបដូចឈុតបុរាណហើយមកថតរូបនៅហ្នឹងគឺថាស្អាតមែនទែនសូមបីតកូនខ្ញុំមកអូយវាចាប់អារម្មណ៍ណាស់ជាមួយនឹងវត្ថុបុរាណទាំងអស់ហ្នឹងវាដើរមើលដើរស្ទាបដើរអីអញ្ចឹងណាឃើញទេគេដាក់ឈ្មោះថា forest របស់គេមែនភាគច្រើននៅក្នុងនឹងទាំងលើបបោលទាំងលើអីហ្នឹងគឺគាត់ភាគច្រើនដាំដើមឈើច្រើនមែនតែនពេលចូលទៅមានអារម្មណ៍ថាត្រជាក់ហើយវាថាយេស៊ូស្ដាប់វាខ្យល់ដកដង្ហើមយើងក៏ស្រួលអីអញ្ចឹងណាហើយគាត់រៀបចំជារបៀបបុរាណទីធ្លាគាត់ក៏ទលាយហើយការរៀបចំកន្លែងគាត់តុកអីគាត់ស្រឡះអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់ភ័យថាអូវាហប់ឬក៏វាអីឯងពេលដែលចូលទៅគឺមានអារម្មណ៍ថាប្លែកភ្នែកហ្មងស្អាតឃើញឯការរៀបចំរបស់គាត់គឺមានសភាពរៀបរយស្អាតមែនតើហើយបើសេវាកម្មរបស់គាត់វិញណាអ្នកដែលទទួលភ្ញៀវទាំងអស់ហ្នឹងគឺរស់រាយរាក់ទាក់ហើយគាត់មានឯកសណ្ឋានគាត់មកឈុតហើយចំពោះការធ្វើម្ហូបវិញនេះគឺគាត់តាំងបង្ហាញឲ្យយើងមើលឲ្យចំហ្មងមិនដូចកន្លែងហាងខ្លះគេលាក់បាំងខ្លាចកខិចខ្លះនេះអត់ទេគេដាក់ចំបើកពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានបងយើងបើកពីម៉ោង7រហូតដល់ម៉ោង11យប់ម៉ោង11យប់មានអាហារផ្សេងពេលថ្ងៃហើយនិងពេលល្ងាចអរគុណច្រើនចុះយប់ឡើងមានតន្ត្រីដែរមែនចាតន្ត្រីលេងពីម៉ោង7កន្លះ7កន្លះយប់ទៅ11យប់អូខេសិតតែតន្ត្រីបុរាណចាអូខេអរគុណអូខេមិញខ្ញុំបានសួរបុគ្គលិកក្នុងនឹងហើយតាក់ទងជាមួយនឹងការរៀបចំនឹងការបើកហាងរបស់គាត់អញ្ចឹងមួយថ្ងៃហ្នឹងគឺគាត់មានបើកអាហារទទួលអាហារ3ពេលណាព្រឹកថ្ងៃហើយនិងល្ងាចគាត់បើករហូតដល់ម៉ោង11យប់ហើយនឹងមានតន្ត្រីដល់អីសម្រាប់យើងស្ដាប់កំសាន្តផែអារម្មណ៍ញ៉ាំបដាស្ដាប់បដាអញ្ចឹងណារ៉ូមែនទិកអីទៅពួកភាគច្រើនគាត់ប្រាប់ថាតន្ត្រីគឺជាតន្ត្រីបុរាណមិនមែនតន្ត្រីសម័យយើងទេជាងតន្ត្រីរបស់លោកសិនស៊ីសមុទ្រប៉ែនរ៉នរស់រៃស្ធីអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាមិនឃើញមានអតិននឹងអត់មានស្រាខ្មែរយើងស្រាបុរាណរបស់ខ្មែរយើងហើយនិងស្រារបស់បរទេសអញ្ចឹងទីទៀតពេលដែលគាត់មកខ្ញុំនឹងសួរគាត់តាក់ទងជាមួយនឹងស្រាហ្នឹងចាំមកបាយទៅអ្នកណាមើលអ្នកណាឈឺសំឡងមើលចេះអានអក្សរទៅបើ
ដោយសារតែខ្ញុំមកនឹងរៀងថ្ងៃដែរហើយឃ្លានណាឥឡូវកូនប្រុសខ្ញុំអីនឹងគាត់ពងទៅហៅមកហូបគាត់ចូលចិត្តហើយឥឡូវនេះខ្ញុំបើកម៉នុយតទៀតឲ្យអ្នកនរគ្នានេះម៉នុយអាហារពេលថ្ងៃត្រង់ណាបងប្អូនអាហ្នឹងគឺលក់ជាឆ្នាំងហើយមួយនេះវិញម៉នុយអាហារពេលយប់នេះគឺជាតម្លៃដែលអ្នកទាំងអស់គ្នាអាចមើលបានអញ្ចឹងអ្នកទាំងអស់គ្នាបើចង់ដឹងមើលតម្លៃណាសមរម្យឬក៏មិនសមរម្យចង់ញ៉ាំម្ហូបអីមុនហ្នឹងទៅអាចstop នៅលើវីដេអូរបស់ខ្ញុំហ្នឹងអាចមើលម្ហូបមួយបានអញ្ចឹងគេខ្ញុំបើករៀងលឿនពេកអីអញ្ចឹងណាហើយតម្លៃវិញដូចខ្ញុំនិយាយអញ្ចឹងគឺវាសមរម្យចំពោះខ្ញុំបើអ្នកទាំងអស់គ្នាគិតថាម៉េចអាហ្នឹងគឺជាគំនិតរបស់អ្នកទាំងអស់គ្នារៀងខ្លួនតែចំពោះខ្ញុំអូខេពួកឯងគាត់លក់ជាឆ្នាំងហ្នឹងវាមាន 50000 មាន 30000 មាន 40000 អីអញ្ចឹងណាវាមិនឆ្នាំងធំអីពេកទេរបៀបឆ្នាំងល្មមមកសមរម្យទៅតាមតម្លៃរបស់គាត់ហ្នឹងហើយអាខ្លះទៅក៏មានជាអាហារអឺរ៉ុបដូចខ្ញុំនិយាយមិនដែរដោយអាហារពេលព្រឹកដែរមានវីស្ទឹកមានអីចឹងទៅមានស្ប៉ាហ្គេទីគាត់មានភីហ្សាមានអីបញ្ចប់អញ្ចឹងខ្មែរក៏ទៅបានបរទេសក៏ទៅបានអញ្ចឹងមិនមែនថាអូទៅកន្លែងតន្ត្រីបុរាណរបស់ខ្មែរយើងអីចឹងអត់មានអាហារបរទេសអត់ទេមានបញ្ចប់បងប្អូនអញ្ចឹងយើងអាចទៅបានទាំងអស់គ្នាយើងសាកទាំងអស់គ្នាឥឡូវខ្ញុំសាកអាហារពេលព្រឹកហើយអញ្ចឹងថ្ងៃណាមួយខ្ញុំទៅសាកអាហារពេលល្ងាចតែម្ដងឥឡូវមិនមកអង្គយូរយើងចេញទៅក្រៅមើលម្ដងព្រោះមិនដូចខ្ញុំជំរាបចឹងការរៀបចំម្ហូបរបស់គាត់គឺគាត់តាំងបង្ហាញឲ្យយើងមើលឃើញតែម្ដងអញ្ចឹងយើងអាចមើលឃើញហើយការរៀបចំរបស់គាត់ឃើញទេនេះចុងភៅរបស់គាត់រៀបចំបានស្អាតណាគាត់មានឯកសណ្ឋានរៀងខ្លួនហើយម្ហូបរបស់គាត់គឺគាត់លាក់បាំងយើងទេគាត់បើកឲ្យយើងមើលឃើញជាក់ស្ដែងតែម្ដងឃើញអត់បងប្អូនហើយយយសាឡោគេមើលទៅឡងតំណងនេះសាឡោខ្មែរសាឡោគ្រីហើយគាត់ម្ហូបរបស់គាត់គឺប្រើសិតតែមាន់សែមាន់អីអញ្ចឹងណាបងប្អូននេះនេះតាក់ទងជាមួយបាយមាន់បាយអីគេនឹងហើយមិញហ្នឹងដោយសារខ្ញុំទៅតែ2នាក់ម្ដាយក្មេងខ្ញុំកូនខ្ញុំនៅទូខ្ញុំហៅតែ2មុខគេហៅបាយមាន់មួយហើយនឹងហ្វឺមួយហើយនេះទឹកស៊ុបហ្វឺរបស់គាត់ណាកាមេរ៉ាខ្លះសំខាន់ឥឡូវមកហូបកំងរបស់ខ្ញុំគូមកដល់ហើយតំណងអត់បងប្អូនធ្វើទឹកពុះគេនេះឃើញហើយឃ្លានតែម៉ោង9ដែរហើយនេះលោកធំខ្ញុំគាត់ទៅប្រាប់ថាមកហូបមកហើយដើរមកទៅលាងដៃហើយបើយប៉នេះវិញមកមិនទាន់ទេបាយមាន់អូឆ្ងាញ់ណាស់មើលតែមាត់ទៅដឹងហើយបងប្អូនឃើញអត់ចង់និយាយថាបាយមាន់គាត់គឺឈ្ងុយហើយហ្វឺរបស់គាត់ក៏រសជាតិឆ្ងាញ់ដែរតែគីឡូចំពោះខ្ញុំរៀងប្រៃតិចតែគីឡូអ្នកចូលចិត្តប្រៃផាចិត្តអីប៉ុន្តែបើរសជាតិនិយាយមែនឆ្ងាញ់មើលតែកូនស្រីខ្ញុំទៅឆ្ងាញ់រហូតហើយកូនប្រុសនោះក៏ចឹងដែរផ្កាយវឹបផ្កាយវឹបផ្កាយវឹបតាក់តងជាមួយស្រាមិញអ្នកទាំងអស់គ្នាឃើញអត់អតិនដែលគាត់ដាក់តាំងហ្នឹងគឺមិនមែនជារបស់ដាក់តាំងថាឲ្យជាបុរាណទេការពិតគាត់មានបិទស្រានៅក្នុងនឹងពិតប្រកបមែនដៃម្ដងទៀតសុំសួរបន្តិចឃើញមានស្រានោះដល់ស្អីគេអាហ្នឹងខៃគេគីឡូនេះយើងស្រាប់ឆ្នាំយើងមានស្រាញោស្រាព្រីងស្រាប់ពេជ្រស្រាសម្រាប់បោតសម្រាប់បរោះក៏មានច្រើនណាស់ហ្នឹងយើងតាមពីផ្លែឈើស្រាប់និងទឹកខ្មុំចាអានៅកៅនៅក្រោយខ្នងហ្នឹងក៏ដូចគ្នាដែរគ្រាន់តែដកចេញពីខ្នងហ្នឹងតែអាហ្នឹងខ្ញុំស្មានតែមិនមែនស្រាបឺតរបស់ជនជាតិភាគតិចអីទេតែអត់គាត់ថាស្រាឆ្នាំស្រាខ្មែរយើងសយើងបិទបិទខ្លួនឯងស្រាបិទតិចអញ្ចឹងពេលភ្ញៀវមកយើងចង់យកស្រាហ្នឹងក៏បានយកស្រាអីផ្សេងក៏បានចាតែលើកគាត់ចង់ចាអត់ទាន់